3 គូទៀតហើយបាទកំពូលក្រុមលំដាប់ពិភពលោករបស់អង់គ្លេសទទួលស្វាគមន៍ក្រុមទាំង3ដែលមកពីអេស្ប៉ាញផងអាល្លឺម៉ង់ផងនិងបាទបារាំងផងបាទ3គូនេះដឹងតែញាក់សាច់ហើយពីខ្ញុំបាទ Admin BM Sport ផ្នែកងារគោខ្មែរដែលតែងតែចែកជូនគូស៊ុបដល់បងប្អូនជារៀងរាល់ថ្ងៃកុំភ្លេច like comment share ជាពិសេស follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តក៏ដូចជាបានព័ត៌មានអំពីខ្ញុំផងដែរបាទហើយដកស្រង់គូបន្ថែមទៀតបានដោយវិធីចូលនៅលើវីដេអូនេះផ្ទាល់នៅក្នុង Telegram បាទអូខេឥឡូវយើងកុំចំណាយពេលយូរមកជួបជាមួយនឹងគូទី1បាទ Make Man City ប៉ះគ្នាជាមួយនឹង AT ឬក៏ Atletico de Madrid មកពីអេស្ប៉ាញបាទគូនេះជួបគ្នាច្រើនលើកច្រើនសាយក៏ប៉ុន្តែភាគរយឈ្នះទៅលើ AT ពីមុននោះវាច្រើនបាទ4ប្រកួត AT ឈ្នះដល់តែ3ប្រកួត Man City ឈ្នះត្រឹមតែ1ប្រកួតទេក៏ប៉ុន្តែការប្រកួតនោះកន្លងផុតតាំងពីមិនចេះតិចឆ្នាំហើយការប្រកួតចុងក្រោយដែលប៉ះគ្នាទៅតាំងពី3ឆ្នាំមុនដូច្នេះ3ឆ្នាំក្រោយនេះឬក៏ឆ្នាំ2026នេះមិនដូចពីមុនទេ Make Man City កីឡាករល្អច្រើនដូច្នេះឱកាសឈ្នះខ្ញុំជឿជាក់ថាលើក្រុមនៅខាងអង់គ្លេសដែលជាម្ចាស់ផ្ទះគឺ Make Man City ដោយលទ្ធផលអាចនឹងមាន2-1ឬក៏អាចមាន3-2គូនេះក្របបានខ្ញុំជឿជាក់ថាខ្ពស់បាទសម្រាប់គូទី2កាំភ្លឹងធំ Arsenal ត្រូវប៉ះគ្នាជាមួយនឹង Dortmund មកពីអាល្លឺម៉ង់បាទ Dortmund គឺជាក្រុមមួយដែលកំពូលដូចគ្នាមិនធម្មតាទេក៏ប៉ុន្តែភាគរយឈ្នះទៅលើកំភ្លើងរបស់ Arsenal គឺពិបាកបន្តិចហើយ5ប្រកួតចុងក្រោយដែលពួកគេធ្លាប់ប៉ះគ្នាបាទកំភ្លើងធំ Arsenal ឈ្នះ3ប្រកួត Dortmund ឈ្នះ2ប្រកួតបាទហើយជួបគ្នាតាំងពី2014សម្រាប់ការប្រកួតចុងក្រោយដែលគេប៉ះគ្នាដូច្នេះការប្រកួតនេះខ្ញុំស្រឡាញ់ទៅខាងអង់គ្លេសព្រោះអីខាងកំភ្លើងធំ Arsenal នេះគឺមានគេថាមានខ្សែប្រយុទ្ធដ៏មុតស្រួចក៏ដូចជាខ្សែបំរើកណ្ដាលនោះក៏កាន់តែល្អក៏ដូចជា Declan Rice នេះបញ្ជូនល្អណាស់ដូច្នេះគូនេះខ្ញុំជឿជាក់ថាក្របបាល់អាចនឹងកំភ្លើងធំ Arsenal ស៊ីមិនក្រោមពី2គ្រាប់ទេដូច្នេះអាចនឹងមាន 2-0 ឬក៏អាចនឹងមាន 3-1 អីចឹងបាទគូនេះហើយសម្រាប់គូចុងក្រោយទី3បាទហង្សហម Liverpool ទៅបាល់កីឡាដ្ឋានទទួលជាមួយនឹងក្រុមមកពីបារាំង Monaco បាទប្រទេសអង់គ្លេសថ្ងៃនេះដឹងតែធ្ងន់ណាស់បាទទទួលសិតតែពីបណ្ដាប្រទេសលំដាប់ពិភពលោកតែម្ដងបាទ Monaco ក៏ជាក្រុមមួយដែលបណ្ដុំទៅដោយកីឡាករថាជំរឿសរបស់បារាំងគូច្រើនមែនទែនហើយល្អមែនទែនតែម្ដងសម្រាប់ក្រុមកីឡាកររបស់ Monaco បាទសូម្បីតែ Paris ក៏ពិបាកស៊ីទៅលើ Monaco ដែរណាស៊ីគ្នាទៅមកដែរណា Paris គឺជាក្រុមមួយដែលបណ្ដុំទៅដោយកីឡាករកំពូលដែលមានតម្លៃខ្លួនខ្ពស់ហើយគឺបាទកីឡាករល្អទៀតប៉ុន្តែនៅតែពិបាកទប់ជាមួយ Monaco ហើយទ្រាំតែហង្សហម Liverpoolក៏ប៉ុន្តែសម្រាប់រាត្រីនេះខ្ញុំជឿជាក់ទៅលើហង្សហម Liverpool ខ្លាំងជាង Monaco ដោយសារតែបាទហង្សហម Liverpool ក៏មានខ្សែការពារល្អបាទបំរើល្អប្រយុទ្ធច្បាស់ដូច្នេះយប់នេះខ្ញុំជឿជាក់ថាអង់គ្លេសគឺឈ្នះទាំង3ប្រកួតតែម្ដងក៏ប៉ុន្តែគូនេះខ្ញុំគិតថាក្របបាល់អាចទៀតដោយ Liverpool អាចឈ្នះទៅលើ Monaco ដោយលទ្ធផលអាចនឹងមាន1-0ឬក៏2-0តែប៉ុណ្ណោះបាទក្របបាល់មិនអាចខ្ពស់សម្រាប់គូចុងក្រោយទី3នេះបាទហើយ3គូនេះពីខ្ញុំបាទ Admin BM Sport កុំភ្លេចចូលរួមតាមដានទាំងអស់គ្នាសូមអរគុណច្រើន